ភាពវៃឆ្លាតត្រូវបានដុសដាលតាមរយៈវិធីសាស្ត្រចម្រុះគ្នាទីតាំងខុសគ្នានិងការជ្រើសរើសទម្លាប់គុណភាពនិងកត្តារួមផ្សំដទៃទៀតទើបអាចទទួលបានផ្លែផ្កាជាទីគប់ចិត្តដើម្បីដុសខាត់ភាពវៃឆ្លាតនិងជំរុញការអភិវឌ្ឍខ្លួនឲ្យមានភាពវៃឆ្លាតពីមួយថ្ងៃទៅមួយថ្ងៃពីមួយពេលទៅមួយពេលអ្នកក៏បីគួរតែអនុវត្តគន្លឹះ4នេះ 1. បង្កើតសកម្មភាពចម្រុះក្នុងថ្ងៃនីមួយៗការដែលមានទម្លាប់ល្អប្រចាំខ្លួនអាចរកបានជាទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុន្តែដើម្បីពង្រឹងភាពវៃឆ្លាតទៅកាន់សុខភាពខួរក្បាលក៏ដូចជាសុខុមាលភាពទាំងមូលការមានភាពបត់បែននិងការទទួលយកភាពចម្រុះក៏ជាចំណែកមួយដែលមិនអាចមើលរំលងបានដូចនេះការបង្កើតភាពចម្រុះគឺជាមធ្យោបាយមួយក្នុងការដុសខាត់ភាពវៃឆ្លាតព្រោះការធ្វើសកម្មភាពដដែលយូរទៅវាពិបាកនឹងធ្វើឲ្យមានសមត្ថភាពខួរក្បាលមានភាពរីកចម្រើនខ្លាំងណាស់ការអនុវត្តសកម្មភាពដែលមានភាពខុសប្លែកពីគ្នាពុំចាំបាច់តតែមានការងារថ្មីចូលមកជាងនោះទេតួយ៉ាងការចាប់ផ្ដើមតាមរយៈការប្រើប្រាស់ជីវិតប្រចាំថ្ងៃដូចជាទៅញ៉ាំអាហារដែលមានទីតាំងខុសប្លែកពីគ្នាសិញ្ជឹងមើលទេសភាពនិងស្ដាប់សំឡេងដែលនៅជុំវិញខ្លួនយើងដែលយកចិត្តទុកដាក់ដើម្បីរក្សាស្មារតីនៅជាមួយនឹងភាពបច្ចុប្បន្ន 2. រំលឹកមេរៀនដែលយើងបានសិក្សារៀនសូត្រកន្លងមកការដែលយើងរៀនហើយភ្លេចឬរៀនហើយមិនចាំស្មើនឹងមិនបានរៀនដែលជាហេតុត្រូវការរំលឹកឡើងវិញនៅព័ត៌មានឬរាល់មេរៀនដែលយើងបានសិក្សារៀនសូត្រកន្លងមកដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្រោយការអាននិងក្រោយការរៀនសូត្រគឺយកទ្រឹស្ដីដែលបានទទួលទៅអនុវត្តនៅក្នុងការរស់នៅប្រចាំថ្ងៃដើម្បីបង្កើនសមត្ថភាពចងចាំដោយវិធីសមស្របផ្ទាល់ខ្លួនដូចជាការសរសេរឆ្លុះបញ្ចាំងនិងការជជែកជាមួយនឹងមិត្តភ័ក្តិឬការស្រាវជ្រាវបន្ថែមទៅលើប្រធានបទដែលយើងបានរៀនសិក្សាកន្លងមក 3. តាមដានគំនិតផ្ទាល់ខ្លួនស្ថិតក្នុងដំណាក់កាលអភិវឌ្ឍសមត្ថភាពយើងនឹងមើលឃើញអំពីភាពរីកចម្រើនរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃក៏ប៉ុន្តែមានម្ដងម្កាលអាចជំរុញឲ្យមានការវង្វេងនិងផ្នត់គំនិតដែលមានភាពចម្រុះបែបទាំងនោះដែរដែលជាហេតុតម្រូវឲ្យយើងមានការតាមដាននិងវាយតម្លៃរាល់ផ្នត់គំនិតទាំងនោះរាល់ពេលដែលអ្នកអានឬក៏អ្នកធ្វើអ្វីមួយគួរតែមានពេលសម្រាប់បន្តិចរួចកត់សម្គាល់អំពីផលវិជ្ជមាននិងផលអវិជ្ជមាននៃទ្រឹស្ដីនីមួយៗការដែលអនុវត្តបែបនេះបានរួមចំណែកឲ្យខ្លួនឯងមានពេលគ្រប់គ្រាន់ក្នុងការរក្សាទុកឬក៏បោះបង់ចោលឬក៏សង្កេតបានថាតើទ្រឹស្ដីមួយណាដែលស័ក្តិសមទៅនឹងស្ថានភាពផ្ទាល់ខ្លួនរបស់យើងព្រោះមិនមែនរាល់គំនិតដែលល្អទាំងអស់សុទ្ធតែស័ក្តិសមឲ្យយើងយកមកអនុវត្តទាំងអស់នោះទេគឺតម្រូវឲ្យយើងជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន 4. អនុញ្ញាតឲ្យខ្លួនឯងផ្លាស់ប្ដូរមិនថាអ្នកមានដើមកំណើតឬធំធាត់នៅក្នុងមជ្ឈដ្ឋានបែបណានោះទេដើម្បីបង្កើនសមត្ថភាពនៅក្នុងជំនាញណាមួយគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកនិងការតាំងចិត្តផ្ទាល់ខ្លួនហើយការដុសខាត់ភាពវៃឆ្លាតនេះទៀតសោតតម្រូវឲ្យខ្លួនឯងផ្ទាល់បង្កើនឆន្ទៈដើម្បីផ្លាស់ប្ដូរយ៉ាងម៉ត់ចត់អនុញ្ញាតឲ្យខ្លួនឯងផ្លាស់ប្ដូរនៅត្រង់ចំណុចនេះគឺមានន័យថាហ៊ានសាកល្បងមិនបារម្ភអំពីការបង្កើតកំហុសខ្លាំងពេកក្លាហានបោះបង់ឱកាសដែលមិនស័ក្តិសមនឹងទទួលយករួមទាំងការកត់សម្គាល់រាល់បទពិសោធន៍ដែលកើតឡើងទាំងអស់ក្រោយពីអ្នកបានរក្សានៅភាពរឹងមាំផ្ទាល់ខ្លួនហើយជំហានបន្ទាប់គឺផ្ដល់ឱកាសឲ្យខ្លួនឯងបានស្គាល់យោបល់អ្នកដទៃសួរនាំបន្ថែមអំពីផ្លូវទៅកាន់ភាពរីកចម្រើននិងភាពវៃឆ្លាតចាប់ផ្ដើមការអភិវឌ្ឍបន្តិចម្ដងដូច្នេះអ្នកគួរតែអនុវត្តនៅគន្លឹះទាំង4នេះដើម្បីអភិវឌ្ឍនៅសមត្ថភាពនិងភាពវៃឆ្លាតរបស់ខ្លួនឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ